នេះគឺជាចំការតំពាំងបាយជូរផ្នែកខាងក្រោយផ្ទះរបស់ខ្ញុំឥឡូវហ្នឹងឃើញថាចេញក្តាប់បានល្អមែនតើបងប្អូនអើយជ្រងច្រាងពេញដើមតែម្ដងនេះចាចកោមគេធំណាហើយឥឡូវហ្នឹងចាប់ផ្ដើមគេរីកផ្កាហើយវាចាប់ផ្ដើមជ្រុះលំអងទៅបងប្អូនឃើញចាប់ផ្ដើមចេញក្តាប់មកហើយចាហើយខាងនេះគឺជាកោមវាធំទំពាំងបាយជូរនេះគឺជាប្រភេទទំពាំងបាយជូរទុំទៅនៅតែពណ៌ខៀវអញ្ចឹងដដែលហើយសាច់វាផ្អែមឆ្ងាញ់គឺជាប្រភេទផ្លែទំពាំងបាយជូរទូចល្មមប៉ប៉ិនម្រាមដៃយើងនឹងអត់មែនផ្លែទំពាំងបាយជូរប្រភេទធំទេណាចាប៉ុន្តែជាប្រភេទទំពាំងបាយជូរទុំពណ៌ខៀវហើយផ្លែទំពាំងបាយជូរនេះគឺអត់មានក្របខាងក្នុងទេគេហៅថា seedless បងប្អូនចាងាយស្រួលញ៉ាំមែនតើដោយសារថាសបកវាស្ដើងហើយអត់មានក្របខាងក្នុងពេលដែលយើងបេះមកយើងញ៉ាំបានទាំងសបកទាំងអីហើយអត់មានខ្វល់ខ្វាយរឿងថាបបាក់ខ្ជាក់ក្របខ្ជាក់អីទេបងប្អូនញ៉ាំទៅគឺថាស្រួយផេះហើយផ្អែមឆ្ងាញ់ទៀតនៅពេលដែលវាទុំដល់ណាបើសិននិយាយពីរសជាតិផ្អែមវិញគេថាផ្អែមខ្លាំងមែនតើផ្អែមដូចតែខ្មុំតែម្ដងគ្រាន់ថាពេលខ្លះខ្ញុំចង់បេះវារៀង early បន្តិចទៅកុំឲ្យវាផ្អែមខ្លាំងពេកពីកាលណាតែទុកដល់ពេលវាទុំខ្លាំងពេកទៅវាទៅជាផ្អែមខ្លាំងហួសហេតុពិបាកញ៉ាំវាលើសចិត្តស្ករអញ្ចឹងហើយយើងបេះរៀង early បន្តិចទៅកុំឲ្យវាទុំចូលខ្លាំងពេកណាកាលណាតែទុកយូរទៅវាកាន់តែផ្អែមទៅចានេះពេលដែលវាទុំផ្អែមខ្លាំងតែដល់ពេលវាខ្ចីគឺថាក៏ជូរខ្លាំងណាស់ដែរនិយាយទៅដាក់ទៅឡើងកញ្ញែងខ្លួនមកដាក់ទៅស្វាងងុយដេកហ្មងពេលខ្លះខ្ញុំបេះវាពេលខ្ចីយកទៅធ្វើគេហៅតាពាំងបាយជូរជ្រក់តាពាំងបាយជូរត្រាំដែរណាបងប្អូនប៉ុន្តែអានឹងជូរខ្លាំងនិយាយទៅដាក់ទៅស្វាងងុយដេកចាស់តែម្ដងពេលវានៅខ្ចីហើយយកទៅបុកធ្វើម្ហូបជ្រលក់មួយត្រីអាំងផ្ទាប់ជាមួយយើងធ្វើទឹកជ្រលក់គេហៅ seafood sauce ដោយរបៀបយើងបុកទឹកជ្រលក់មួយបកាម៉ាក់អីគឺថាមានរសជាតិឆ្ងាញ់មែនតើផ្លែតាពាំងបាយជូរខ្ចីបងប្អូនឥឡូវហ្នឹងវានៅទូចអញ្ចឹងយើងអត់ទាន់បេះយកមកបុកធ្វើទឹកជ្រលក់ហ្នឹងបានទេចាំវាឲ្យវារឿងធំជាងហ្នឹងបន្តិចនិយាយទៅពេញគេហៅពេញខ្នាតមកជូរឆ្ងាញ់ណាយកមកបុកធ្វើទឹកជ្រលក់ហ្នឹងទៅគឺថាមានរសជាតិឆ្ងាញ់មែនតើយើងធ្វើទឹកជ្រលក់ seafood ជ្រលក់ជាមួយបកាជាមួយត្រីអាំងត្រីអីឆ្ងាញ់ណាបងប្អូនទឹកជ្រលក់តាពាំងបាយជូរខ្ចីហ្នឹងណាឆ្ងាញ់ចានេះផ្លែអាព្រីកតរបស់ខ្ញុំឥឡូវចាប់ផ្ដើមក្តាប់ពណ៌គេបានប៉ុណ្ណេះហើយនេះប្រហែលកន្លះខែអីទៀតនេះយកអំបិលម្ទេសមកចលុចក្រោមដើមនឹងតែម្ដងនេះគឺថាឥឡូវហ្នឹងវានៅជូរខ្លាំងរសជាតិប៉ុណ្ណេះអីខំទៅថាអត់ចាញ់តលឹងតឹងឯងមានលើសតលឹងតឹងជូរកញ្ញែងខ្លួនហ្មងណាចាឥឡូវទុកឲ្យវាប្រហែលជាកន្លះខែទៅមួយខែអីទៀតទៅរៀងពណ៌រៀងចេញលឿងបន្តិចណាចលក់អំបិលម្ទេសនឹងជូរអែមឆ្ងាញ់ហ្មងឥឡូវនេះប៉ុណ្ណេះអត់ហ៊ានទេប៉ុណ្ណេះដាក់ទៅស្វាងងុយដេកចាស់ហ្មងតលឹងតឹងសុំខ្មាស់ហើយប៉ុណ្ណេះរសជាតិគេថាជូរញាក់សាច់នេះផ្លែទម្លាប់ចាក្តាប់ទម្លាប់ស្អាតនេះចាក្តាប់ទម្លាប់ដើមទម្លាប់របស់ខ្ញុំហ្នឹងឥឡូវហ្នឹងចាប់ផ្ដើមក្តាប់បានប៉ុណ្ណេះហើយបងប្អូននេះក្តាប់គេនេះខ្លះជ្រុះនេះបងប្អូនឃើញហ្នឹងអានេះអត់កាន់ទេណាវាជ្រុះណាហើយខាងនេះគេចាប់ផ្ដើមក្តាប់ហើយចាក្តាប់ចេញផ្លែបានប៉ុណ្ណឹងហើយនេះมันជាធំលឿនប្រហែលទេហើយបងប្អូនមើលអ្នកខាងក្រោមនេះជ្រុះណាសោះក្តាប់ផ្លែទម្លាប់ជ្រុះមកនេះច្រើនណាស់នេះចាក្តាប់ផ្លែទម្លាប់ជ្រុះពេញក្រោមដើមហ្នឹងតែម្ដងបងប្អូនឃើញទេជ្រុះច្រើនណាស់ហ្នឹងណាចានេះហើយខាងនោះទៀតនេះជ្រុះច្រើនហើយអ្នកខាងក្នុងកលុកនេះសិតតែក្តាប់ទម្លាប់ជ្រុះណាបងប្អូនចានេះអីនេះសិតក្តាប់ទម្លាប់ជ្រុះណាក្នុងនេះក្នុងគល់ទម្លាប់ហ្នឹងម្ដាយខ្ញុំគាត់មកលែកសាឡាត់យកមកដាក់អូយសាឡាត់ឆ្នាំនេះដាំច្រើនណាបងប្អូនអើយញ៉ាំមិនអស់ទេណោះចាកាផើងសាឡាត់ណោះនេះគឺថាច្រើនមែនតែម្ដងនេះចាដាក់តែប្រមាណផើងហ្នឹងគឺថាញ៉ាំមិនតន់ញ៉ាំមិនអស់ហើយនៅខាងនោះឃើញក្តាប់ស្អែកស្កាសវានៅសល់ខ្លះបងប្អូនវាមិនអស់ទាំងអស់ទេប៉ុន្តែទៀងជ្រុះច្រើនដែរផ្លែត្រឡប់ឆ្នាំហ្នឹងបងប្អូនចានេះបងប្អូនក្តាប់គេស្អាតដូចក្តាប់ត្រឡប់នេះបងប្អូនស្តៀងផ្លែប៉ែនផ្លែចាន់ហ៎នេះបងប្អូនក្តាប់គេរូបរាងគេស្អាតខ្ញុំឲ្យតែមើលផ្លែក្តាប់ត្រឡប់ហ្នឹងពេលណានឹកឃើញដល់ផ្លែប៉ែនផ្លែចាន់របស់ខ្មែរយើងបងប្អូនចារូបរាងវាស្តៀងគ្នាវារៀងកប៉ែតហើយផ្កាក្តាប់វាហ្នឹងមានចេញរាងមកស្ថានស្តៀងផ្លែចាន់ផ្លែប៉ែនយើងចាហើយឆ្នាំនេះជ្រុះច្រើនណាមិនសូវជាការបានច្រើនហ្មងទេបងប្អូនហើយងាកមកខាងនេះគឺដើមប៉មចាដើមប៉មនេះក្តាប់ប៉មមិននៅខាងបាំងនៅក្រោយចង្មានេះដើមប៉មនេះបងប្អូននេះបានក្តាប់
ឆ្នាំនេះរាវមួយអត់សូវបានក្របច្រើនទេចាអានេះវាស្ប៉ាត់មកតងជាមួយគ្នានេះបងប្អូនតែមួយនេះវាអត់កានវាក្រៀមអានេះនៅល្អអ្នកផ្លែគេឡើងធំចាដល់ពេលអាមួយក្រៀមហ្នឹងឡើងស្វិតអស់លេងទៅហើយឆ្នាំនេះក៏អត់សូវបានផ្លែច្រើនណាផ្លែប៉ោមហ្នឹងចាតែពូជវាឆ្ងាញ់ណាបងប្អូនផ្លែប៉ោមនេះក៏មានរសជាតិឆ្ងាញ់ដែរពេលចាស់ហ្នឹងគឺថាឆ្ងាញ់ខ្លាំងមែនតែម្ដងតែផ្លែវាបានច្រើនដែរបងប្អូនឃើញហ៎រាវមួយចឹងឯងឆ្នាំហ្នឹងអត់សូវបានផលទេ